ស្ដីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងមួយរឿងដែលបានពីបងប្រុសម្នាក់នៅឯខេត្តកំពង់ចាមរឿងនេះនិយាយអំពីខ្មោចជើងកបនៅដើមចេកបងប្អូនស្ដាប់មើលទៅវាដូចជាចម្លែកមែនទែនខ្មោចដើមចេកប៉ុន្តែនេះគឺជារឿងពិតមួយដែលកើតឡើងកាលពីឆ្នាំ1992អញ្ចឹងដូច្នេះខ្ញុំចង់ឲ្យបងប្អូនផ្ដោតអារម្មណ៍ទៅលើសាច់រឿងនេះដូចជាយើងនៅក្នុងទស្សនវិជ្ជានោះអញ្ចឹងបានន័យថាយើងហាក់បីដូចជាយើងឆ្លងភពទៅកាន់ឆ្នាំ1992ភូមិកំពង់ធំគឺជាភូមិតូចមួយនៅខេត្តកំពង់ចាមនៅចុងភូមិមានផ្ទះចាស់មួយខ្នងដែលគ្មាននរណារស់នៅពីក្រោយផ្ទះនោះមានដើមចេកធំមួយដើមដែលដុះតាំងពីចំនួនជីតាយាយមនុស្សនៅក្នុងភូមិនោះនិយាយថាដើមចេកនោះមានវិញ្ញាណព្រោះគ្រប់ពេលដែលមាននរណាម្នាក់ព្យាយាមកាត់វាឬយកផ្លែចេករបស់វាពួកគេតែងតែជួបគ្រោះថ្នាក់ធ្ងន់ធ្ងរនៅឆ្នាំ1985លោកយាយភឿនបានព្យាយាមកាត់ដើមចេកនេះគាត់ចង់សម្អាតដីដើម្បីដាំដំណាំថ្មីប៉ុន្តែនៅយប់នោះគាត់បានឃើញស្ត្រីម្នាក់ស្លៀកសម្លៀកបំពាក់សមួយរូបឈរនៅក្បែរក្រែរបស់គាត់ស្ត្រីមានសក់វែងស្បែកសហើយភ្នែកពណ៌ក្រហមគាត់ស្រែកខ្លាំងណាស់រហូតដល់មនុស្សក្នុងភូមិរត់មកជួយបន្ទាប់ពីរឿងនោះយាយភឿនបានឈឺធ្ងន់ធ្ងរហើយបានស្លាប់ក្នុងរយៈពេលត្រឹម3ថ្ងៃគ្រូពេទ្យមិនអាចរកឃើញមូលហេតុនៃការស្លាប់របស់គាត់បានទេនៅឆ្នាំ1992យុវជនម្នាក់ឈ្មោះសុខាទើបតែមកពីភ្នំពេញគាត់មិនជឿរឿងខ្មោចទេគាត់គិតថារឿងរបស់លោកភឿនឬក៏លោកយាយភឿនគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះនៅយប់មួយសុខាបានដើរកាត់ផ្ទះចាស់នោះគាត់ឃើញដើមចេកមានផ្លែចេកទុំច្រើនណាស់សុខាចាប់ដើមឡើងទៅបេះផ្លែចេកនោះប៉ុន្តែនៅពេលដែលគាត់បេះបានផ្លែចេកគាត់ក៏ស្រាប់តែឮសំឡេងស្ត្រីម្នាក់បានយំយ៉ាងសោកសៅសំឡេងនោះបានស្រែកថាហេតុអ្វីអ្នកយកកូនរបស់ខ្ញុំសុខាភ័យខ្លាចខាងណាស់គាត់ធ្លាក់ពីលើដើមចេកមកក្រោមគាត់រត់ភ្លាមប៉ុន្តែនៅពេលដែលគាត់រត់គាត់មានអារម្មណ៍ថាមាននរណាម្នាក់កំពុងដើរតាមគាត់ងាកមើលក្រោយហើយឃើញស្ត្រីស្លៀកពាក់សមួយរូបកំពុងដើរតាមគាត់យ៉ាងយឺតស្ត្រីនោះមានសក់វែងរហូតដល់ដីស្បែកសដូចជាសាកសពហើយភ្នែកពណ៌ក្រហមភ្លឺសុខារត់យ៉ាងលឿនរហូតដល់ផ្ទះគាត់បិទទ្វារហើយលាក់ខ្លួនក្នុងបន្ទប់ប៉ុន្តែគាត់នៅតែឮសំឡេងគូសទ្វារស្ត្រីនោះបាននិយាយថាសូមប្រកល់កូនខ្ញុំវិញមកសុខាមិនហ៊ានបើកទ្វាររហូតដល់ព្រឹកព្រលឹមនៅថ្ងៃបន្ទាប់សុខាស្វែងរកយាយច័ន្ទដែលជាចាស់ទុំបំផុតនៅក្នុងភូមិយាយដឹងរឿងទាំងអស់អំពីដើមចេកនោះយាយច័ន្ទនិយាយថាដើមចេកនោះមិនមែនជាដើមចេកធម្មតាទេកាលពីឆ្នាំ1965មានស្ត្រីពូធំម្នាក់ឈ្មោះសុផាន់រស់នៅក្នុងផ្ទះនោះគាត់មានផ្ទៃពោះ9ខែហើយប៉ុន្តែប្តីរបស់គាត់បានទៅធ្វើសង្គ្រាមហើយមិនបានត្រឡប់មកវិញទេសុផាន់រងចាំរៀងរាល់ថ្ងៃគាត់អង្គុយក្រោមដើមចេកនោះហើយយំជារៀងរាល់យប់ថ្ងៃមួយសុផាត់បានឈឺពុះខ្លាំងគាត់ព្យាយាមស្រែកសុំជំនួយប៉ុន្តែគ្មាននរណាឮទេគាត់សម្រាលកូននៅក្រោមដើមចេកនោះតែម្នាក់ឯងហើយទាំងម្ដាយទាំងកូនក៏បានស្លាប់តាំងពីពេលនោះមកវិញ្ញាណរបស់សុផាត់នៅជាប់នឹងដើមចេកនោះយាយចន្ទានិយាយបន្តថាតាំងពីពេលនោះមកវិញ្ញាណរបស់សុផាត់នៅជាប់នឹងដើមចេកនោះគាត់គិតថាផ្លែចេកទាំងនោះជាកូនរបស់គាត់ដូច្នេះនរណាយកផ្លែចេកគាត់គិតថាពួកគេកំពុងលួចកូនរបស់គាត់សុខាស្ដាប់រឿងទាំងនេះហើយខ្លាចខ្លាំងណាស់គាត់សួរថាតើមានវិធីណាដើម្បីជួយសុផាត់ដែរឬទេយាយចន្ទាញញឹមហើយនិយាយថាមានប៉ុន្តែអ្នកត្រូវមានចិត្តក្លាហានអ្នកត្រូវទៅរកដើមចេកនោះនៅពេលកណ្ដាលអាធ្រាត្រហើយនិយាយជាមួយសុផាត់ប្រាប់គាត់ថាកូនរបស់គាត់បានទៅកើតជាតិថ្មីហើយប្រាប់គាត់ថាដល់ពេលគាត់ត្រូវទៅសម្រាកហើយសុខាគិតយូរគាត់ភ័យខ្លាចប៉ុន្តែគាត់ក៏មានអារម្មណ៍អាណិតចំពោះសុផាត់ដែរ
គាត់សម្រេចចិត្តនឹងទៅជួយនៅយប់ម៉ោង 12 កណ្ដាលត្រៀតសុខាដើរទៅដល់ដើមចេកវិញគាត់បានកាន់ធូបមួយដុំនិងផ្កាឈូកមួយដើមគាត់ដាក់ធូបនិងផ្កាឈូកនៅក្រោមដើមចេកហើយនិយាយយ៉ាងស្លូតបូតថាបងស្រីសុផាត់ខ្ញុំឈ្មោះសុខាខ្ញុំមកទីនេះដើម្បីប្រាប់បងថាកូនរបស់បងស្រីបានទៅកើតជាថ្មីហើយឥឡូវនេះកូនរបស់បងស្រីកំពុងរស់នៅក្នុងគ្រួសារដ៏រីករាយមានឪពុកម្ដាយជាទីស្រឡាញ់បងស្រីមិនត្រូវព្រួយបារម្ភទៀតទេដល់ពេលដែលបងស្រីត្រូវសម្រាកហើយទៅរកស្វាមីរបស់បងស្រីដែលកំពុងរង់ចាំបងនៅទីនោះភ្លាមនោះមានខ្យល់បក់យ៉ាងខ្លាំងសុខាឃើញពន្លឺមួយលេចចេញពីដើមចេកនៅក្នុងពន្លឺនោះគាត់ឃើញមានស្ត្រីស្លៀកពាក់សមួយរូបប៉ុន្តែលើកនេះគាត់មើលទៅមិនគួរឲ្យខ្លាចទេគាត់កំពុងញញឹមគាត់ងក់ក្បាលសម្ដែងការអរគុណហើយរលាយបាត់ទៅពន្លឺនោះហោះទៅលើមេឃហើយរលាយបាត់ទៅម្ដងបន្តិចតាំងពីយប់នោះមកគ្មាននរណាឃើញខ្មោចនៅដើមចេកនោះទៀតទេមនុស្សភូមិអាចយកផ្លែចេកបានដោយសុវត្ថិភាពសុខាបាននិយាយថាពេលខ្លះខ្មោចមិនមែនជាអ្វីគួរឲ្យភ័យខ្លាចទេពួកគេគ្រាន់តែជាវិញ្ញាណដែលមិនទាន់អាចទៅណាបានព្រោះពួកគេនៅតែមានកង្វល់នេះជារឿងពិតដែលកើតឡើងនៅក្នុងភូមិកំពង់ធំរឿងនេះបានបង្រៀនយើងថាការយល់ចិត្តនិងការអាណិតអាសូរអាចជួយសង្គ្រោះសូម្បីតែវិញ្ញាណដែលកំពុងវង្វេងផងជាចុងបញ្ចប់បើសិនជាបងប្អូនចូលចិត្តរឿងនេះសូមជួយចុច like និង share subscribe ដើម្បីបានស្ដាប់រឿងខ្មោចពិតៗគ្រប់យប់ស្អែកយើងនឹងជួបគ្នាវិញជាមួយនឹងរឿងខ្មោចផ្ទះចាស់ដែលកាន់តែគួរឲ្យខ្លាចរន្ធត់សូមគេងលក់ស្រួលប្រសិនបើអ្នកអាចគេងបាន